Bà tôi chỉ sót ngay nâng miệng bà chạy cả bà chia chân như thế nào cả đời. Có vấn tế, rồi bó này ca chân châm nâng cơ nghiêng, tầm bấy ban chỉ sốt, dụng một tầm bán chân chỉ hô thả mũm, cần sáng, nơi tầm miền bó tầm miền nơi đồ tê cầm chia. Rồi bó này ca chân châm nâng cơ nghiêng ní, cứ miền tăng pi bồ ràn mốc mà lẹ. Hơi với miền đại ca chỉ tràn, tầm ròm dọc bàn sở sải sốt, một bà pra khăn ca tầm bán sốt. Ta rốt ca chân châm nâng cơ nghiêng ní, với miền phò lụm bạiอย่างน่า ต่อយើងទៅស្ដាប់ជាមួយនឹងលោកស្រីឈុនស្រីផតដែលជាអ្នកចិញ្ចឹមនិងមើលថែដង្កូវនាងប្រចាំរមណីយដ្ឋានចំការស្នេហ៍និយាយទៅរយៈពេលគាត់អានេះគាត់ទៅបាន4ថ្ងៃណាអូនណាដល់ពេលវាបានមួយខែវាមានសបុកវាអញ្ចឹងយើងនិយាយថាពណ៌លឿងចេះអូនឃើញទេណាចាប់វាហូរទៅយកអានេះគេថាយើងដាក់ចាស់ចេញដល់ពេលយើងយកតកៅងើបពីម៉ោង5ណាអូនរៀបភ្លឺយើងបេះតកៅយើងបានអាយុពេលមួយខែនេះដាក់ចូលក្នុងនេះចាដាក់ចូលក្នុងនេះហើយដល់ពេលវាមានសរសៃសូត្រដល់ពីថ្ងៃវារំចិត្តអស់ហើយរំចិត្តរយៈពេល10ថ្ងៃក្រោយចេញចេញមេអំបៅចេញវិញអូននេះអូនមកចាំមេអំបៅនេះអាហ្នឹង10ថ្ងៃវានេះមានចេញមេអំបៅនេះហើយដល់ពេលបាន2 3ថ្ងៃវាពងក្នុងមេអំបៅមួយអូនញីបាន300គ្រាប់ចាប៉ុន្តែវាបានរស់តែ5ថ្ងៃគឺមានទៀងងាប់ធម្មជាតិវាគឺអញ្ចឹងចាហើយដល់ពេលពងនេះយកពេល10ថ្ងៃទៅជាកូនតកៅវិញទៀតអាហ្នឹងវាវិលជុំអូនក្នុងមួយខែយើងចាំបាន3វគ្គអញ្ចឹងណាអាហ្នឹងស៊ីតាមហ្នឹងទេចាអត់ទេវគ្គស៊ីទេចាវាស៊ីតែស្លាប់មន់ទេក្នុងមួយថ្ងៃយើងដាក់3ដងទៅជា5ដងអញ្ចឹងណាអូនក្នុងរយៈពេល24ម៉ោងដង្កូវនាងចាប់ផ្ដើមខ្ជាក់សូត្រដោយរុំព័ទ្ធជុំវិញខ្លួននៅលើមែកឈើដែលជាសម្បុកហើយបង្កើតទៅជាសម្បុកមួយដង្កូវមួយសម្រាប់សម្បុកដង្កូវនាងមួយគេអាចទាញវាបានប្រវែងពី200ទៅ300ម៉ែត្រតាមសម្បុកដែលមានទំហំធំឬក៏ទូចដង្កូវនាងដែលខ្ជាក់ទឹកមាត់ចេញជាសម្បុកសូត្រស្រដៀងទៅនឹងពណ៌ទឹកមាសគេរក្សាទុកវាឲ្យល្អដើម្បីបង្កាត់ពូជរីឯសម្បុកមួយចំនួនទៀតគេយកវាមកហាលថ្ងៃឲ្យស្ងួតដើម្បីហូតចេញជាសរសៃសូត្រសម្រាប់បំពេញនៅតម្រូវការតម្បាញហូលផាមួងនៅទីនេះដើម្បីទាញបានសរសៃសូត្រគេត្រូវយកឈើមកជ្រុំមុខវាឲ្យទន់រួចគេយកស្លឹកទ្រាប់ពុតញងមកផ្ដិតរកមុខសរសៃសូត្រនេះគឺជាសកម្មភាពនៃការយកសរសៃសូត្រពីសម្បុកដង្កូវនាងដើម្បីបានផាមួនមួយក្បិនគេត្រូវចំណាយសរសៃសូត្រដង្កូវនាងយ៉ាងតិចកន្លះគីឡូស្ត្រីម្នាក់ក្នុងចំណោមស្ត្រីតម្បាញផាមួងជាច្រើនអ្នកស្រីសាយសុតបានឲ្យដឹងថានៅក្នុងមួយថ្ងៃគាត់អាចតម្បាញផាមួងបាន4ទឹកដើម្បីបាន4ម៉ែត្រអ្នកស្រីត្រូវចំណាយពេលដល់ទៅ10ថ្ងៃថ្ងៃត្បាញបាន4ទឹក10ថ្ងៃ4ម៉ែត្រ4ម៉ែត្រហ្នឹងវាបាន2សពុត
បើយើងស្រីយើងកាត់ក្អាយហ្នឹងវាបានមកឈុតអាយមួយសពុតមួយកាត់រៅបានរៅចប់នោះល្មូវាហ្នឹងមកល្មូហ្នឹងវា80ម៉ែត្រយូរខែគិតទៅមក4ម៉ែត្រ10ថ្ងៃជួនកាលលើស10ថ្ងៃទៀតយើងអត់បានត្បាញអីគ្លៀងអីចឹងត្បាញអាការទេតែមិនគ្លៀងចោលត្បាញអាការទេគេកំងចឹងទៅគេកំងឲ្យធ្វើផ្កាចឹងយើងយកទៅរើទៅខ្ញុំអត់ចេះរើណាខ្ញុំជួលគេរើតែខ្ញុំចេះត្បាញចេះត្បាញដូចម៉ូតចឹងទៅមើលអ្នករៀនមើលអ្នកចង់ចេះពីដបងមកតើធ្វើសោកនឹងស្ងោសោកនឹងអីចឹងណាបើខ្ញុំដបងខ្ញុំអត់ទេខ្ញុំជួលគេចលក់ពណ៌អញ្ចឹងណាខ្ញុំចេះត្បាញដល់ក្រោយមកយើងរៀនទៅបានយើងចេះចង់ណែនាំតាក្មេងជំនាន់ក្រោយហ្នឹងណាត្បាញហ្នឹងព្រោះអីដូនតាយើងមានតែនឹងមកបោនិយាយធ្វើម៉ាស៊ីនបានហ្នឹងមានតែធ្វើដោយដៃដាក់ម៉ាស៊ីនអត់បានទេចឹងបានថាឲ្យកូនខ្មែរយើងនៅទីស្រុកក្រៅទៅជួយគាត់ត្រូវទៅព្រោះអីបោះខ្មែរយើងត្បាញដោយដៃយើងត្បាញម៉ាស៊ីនអត់កើតហើយមុខរបរនេះវាពិបាកផងគឺរំបានចាញ់ជាពណ៌ហ្នឹងយើងកាត់ព្រៀងណាយើងគឺតែមិនស្ងោស្ងោអីទៅអត់ស្រួលចលុកអត់ស្រួលឆ្លក់ពណ៌ហ្នឹងគឺត្បាញអា